ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពាក្យខ្លីសន្ទនាខ្លីៗទាក់ទងនឹងប្រយោគខ្លីៗណាបងប្អូនទាំងអស់គ្នាតទៅមកទាំងអស់គ្នាចាសម្រាប់ប្រយោគនេះដែរគឺជាប្រយោគសន្ទនាអញ្ចឹងទី1គឺខាគាត់និយាយទៅកាន់គាត់សួរខាងណាថា주말에 시간이 있으면 뭐 해요? គាត់ចង់សួរថានៅថ្ងៃចុងសប្តាហ៍ហ្នឹងពេលទំនេរចុងសប្តាហ៍ចូលចិត្តធ្វើអីគេដែរបន្ទាប់មកគឺខាងណាក៏គាត់បានឆ្លើយថាណាគាត់ឆ្លើយថា 저는 주말마다 한강에서 운동을 해요. 저는 주말마다 한강에서 운동을 해요. ខ្ញុំហាត់ប្រាណនៅទន្លេហាន់ជារៀងរាល់ចុងសប្តាហ៍ខ្ញុំហាត់ប្រាណនៅទន្លេហាន់ជារៀងរាល់សប្តាហ៍베트남 음식 중에서 뭐가 가장 유명해요? 베트남 음식 중에서 뭐가 가장 유명해요? តើក្នុងមុខម្ហូបវៀតណាមអ្វីទៅដែលល្បីជាងគេតើនៅក្នុងមុខម្ហូបវៀតណាមតើអ្វីទៅដែលល្បីជាងគេបន្ទាប់មកណាគាត់ឆ្លើយថា 베트남에 맞는 음식 있지만 쌀국수 가장 유명해요. 베트남에 맞는 음식이 있지만 쌀국수 가장 유명해요. វៀតណាមមានមុខម្ហូបជាច្រើនប៉ុន្តែគុយទាវគឺល្បីជាងគេគុយទាវនេះគឺសំដៅទៅលើគុយទាវដែលធ្វើអំពីស្រូវឬក៏អង្ករបងប្អូនប្រយោគបន្ទាប់ទៀតគឺខាគាត់និយាយថា 방학에 부산으로 여행을 가고 싶어요. 방학에 부산으로 여행을 가고 싶어요. ខ្ញុំចង់ទៅពូសាននៅវិស្សមកាលវិស្សមកាលនេះសំដៅទៅលើវិស្សមកាលដែលឈប់សម្រាកពីការងារណាបងប្អូនអញ្ចឹងសម្រាប់នៅក្នុងប្រទេសកូរ៉េគឺមានជាមួយនឹងវិស្សមកាលរដូវក្តៅសម្រាប់ទៅដើរលេងហើយមានថ្ងៃឈប់សម្រាកជាច្រើនទៀតដូចជាថ្ងៃបុណ្យឈូសុកហើយនិងសឡាល់ជាដើមបន្ទាប់មកណាគាត់ឆ្លើយថា 부산은 바다와 해산물이 유명하니까 꼭 먹어보세요. 부산은 바다와 해산물이 유명하니까 꼭 먹어보세요. ដែលមានអត្ថន័យជាភាសាខ្មែរនៅទីក្រុងពូសានហ្នឹងគឺល្បីល្បាញដោយសារតែមានគ្រឿងសមុទ្រអញ្ចឹងហើយដាច់ខាត់ត្រូវតែញ៉ាំវាចឹងចំពោះប្រយោគបន្ទាប់ទៀតខាគាត់និយាយថា 일본에서는 봄이 되면 벚꽃 축제를 하지요. 일본에서는 봄이 되면 벚꽃 축제를 하지요. តើនៅឯប្រទេសជប៉ុនហ្នឹងនៅរដូវប្រសិនបើរដូវផ្ការីកមកដល់ហ្នឹងតើប្រារព្ធពិធីបុណ្យដែរឬទេអញ្ចឹងខាងណាក៏គាត់បានឆ្លើយថាណែ꽃이 아주 예뻐서 사람들이 사진을 많이 찍어요. 네, 꽃이 아주 예뻐서 사람들이 사진을 많이 찍어요. ចាប្រារព្ធឬក៏បានន័យថាចាមនុស្សជាច្រើនមនុស្សថតរូបជាច្រើនដោយសារតែផ្កាហ្នឹងវាស្អាតពេកអញ្ចឹងគឺមាននៅពេលរដូវផ្ការីកគឺមានមនុស្សជាច្រើនដើរលេងច្រើនមែនទែនដោយសារតែអាកាសធាតុក៏ល្អក៏ដូចជាមានផ្ការីកស្អាតរីកច្រើនពេញដងផ្លូវមិនថានៅក្នុងប្រទេសជប៉ុនក៏ដូចជានៅក្នុងប្រទេសកូរ៉េគឺរដូវផ្ការីកតែងតែមានមនុស្សជាច្រើនចេញទៅដើរលេងឬក៏ថតរូបណាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺសូមចប់តែប៉ុណ្្នឹងហើយបើសិនបើបងប្អូនទាំងអស់គ្នាចង់បានជាមួយនឹងមេរៀនឬក៏ពាក្យវីដេអូអីផ្សេងៗទៀតអាចcomment នៅក្នុងវីដេអូរបស់ខ្ញុំបានអ្វីដែលខ្ញុំអាចធ្វើទៅបានខ្ញុំនឹងធ្វើជូនអ្នកទាំងអស់គ្នា